មកខ្ញុំហេងចាំទៅថាស្វាគមន៍មកកាន់ channel របស់ខ្ញុំ Destiny Review ហើយនឹង Unlock Destiny យើងទៅមើលថាតាមមានអ្វីខ្លះដែលនឹងមកដល់នៅក្នុងសប្តាហ៍ថ្មីអត់នេះអញ្ចឹងទៅមើលពាក់ព័ន្ធជាមួយនឹងថរ៉ាក៏ទៅប៉ុន្តែខ្ញុំចង់បកពាក់ព័ន្ធជាមួយនឹងកាតដែលនាំមកជាមួយនឹងរូមខាតដើម្បីមើលថាតាមមានសារអ្វីខ្លះពីរូមខាតតមកទៀតគឺខ្ញុំនឹងបកពាក់ព័ន្ធជាមួយនឹងថរ៉ាកាតណាអូកាតដែលជ្រុះអូយហុកព្រឺរោមតែម្ដងអ្នកនរគ្នាមួយចំនួនហាក់បីដូចជាដល់ពេលវេលាដែលត្រូវផ្លាស់ប្ដូរហើយអ្នកខ្លះអាចថានឹងទទួលបាននៅរង្វាន់ផ្លាស់ប្ដូរខ្លួនឯងចាក់ចេញពីរឿងរ៉ាវក្នុងអតីតកាលជួបរឿងរ៉ាវដែលស្រស់បំព្រងនិយាយរួមគឺនៅក្នុងពេលនេះអាចថាមានសក្តានុពលខ្លាំងចំពោះខ្លួនឯងអ្នកខ្លះអាចថានឹងទទួលបាននៅរង្វាន់ជាទីខកចិត្តពីការខិតខំប្រឹងប្រែងក៏ដូចជាទទួលបាននៅមរតកអ្នកខ្លះអាចត្រូវឆ្នោតខ្ញុំនិយាយច្បាស់នេះចាស់ព្រោះឯដល់ពេលវេលាមួយនេះនៅក្នុងនេះគឺក្តាមលាក់ខ្លួនក្នុងសម្បកខ្យងប៉ុន្តែនៅលើសម្បកខ្យងគឺស្ពពេញទៅដោយត្បូងណាវាប្រៀបដូចជាត្បូងគ្រីស្តាល់ដែលមានតម្លៃហើយនៅលើក្នុងសម្បកខ្យងនេះវានៅដែលសម្បកខ្យងនៅក្តាមលាក់ខ្លួននេះវាពោពេញទៅដោយការថ្មណាចាក់រឹសនៅលើហ្នឹងណាអញ្ចឹងវាអាចថាជាសារជានិមិត្តរូបមួយដ៏អស្ចារ្យសម្រាប់អ្នកមួយចំនួនដែលបានឃើញហើយនឹងភាពរឹងមាំវ៉ាវល្អអ្នកខ្លះអាចថាដល់ពេលវេលាមានកូនចៅទៀតអ្នកនរគ្នាខ្ញុំឃើញនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងធម្មពលអស់ហ្នឹងហើយនិយាយរួមទៅគឺអ្នកមួយចំនួនអាចថាកន្លងមកអ្នកនរគ្នាមានរឿងរ៉ាវជាច្រើនដែលអាចថាជាសារអាចកំបាំងណាចាំទៅខ្ញុំបករួមខាតមកហើយឲ្យអស់មួយឈុតតែម្ដងចាំយើងនៅសរុបជារួមទាំងរួមខាតទាំងប្រកាសណាដោយសារនៅក្នុងនេះក៏ខ្ញុំបកស្រាយត្រួសទេហើយអរគុណសម្រាប់អ្នកដែលតែងតែគាំទ្រខ្ញុំតាមរយៈ FA ជារៀងរាល់ខែអរគុណច្រើនហើយសង្ឃឹមថាអ្នកឲ្យទទួលបានកសលត្រឡប់ទៅវិញដោយសារខ្ញុំបានបរិច្ចាគទៅតាមមជ្ឈមណ្ឌលផ្សេងដែរពិសេសគឺមន្ទីរពេទ្យកុមារណាហើយនឹងមជ្ឈមណ្ឌលកុមារកំព្រាអូខេហ្នឹងហើយសង្ឃឹមថាបងប្អូននឹងទទួលបានកសលរៀងខ្លួនទៅវិញណានៅក្នុងនេះយើងចូលមករឿងរបស់យើងអាចថានៅក្នុងនេះដល់ពេលវេលាដែរអ្នកនរគ្នាហ្នឹងណាត្រូវបញ្ចប់នៅបញ្ហាអ្វីមួយពិសេសគឺដំណើរនៃចាប់ដើមអាចថាដល់ពេលវេលាដែលប្រមូលផលជួបនឹងភាពស្ដាប់ស្ដាំអាចថារៀនពីអ្វីក្នុងអតីតកាលឆ្ពោះទៅដំណើរការថ្មីនៅក្នុងភាពលូតលាស់នៅក្នុងនេះគឺជាបើថាគឺរឿងរ៉ាវល្អខ្លាំងមែនទែនហើយមួយវិញទៀតដូចខ្ញុំនិយាយអញ្ចឹងគឺអ្នកនរគ្នាអាចថានឹងទទួលបាននៅមរតកនៅភាពស្ដាប់ស្ដាំព្រោះការនេះវាបង្ហាញពីភាពមរតកហើយនិងភាពស្ដាប់ស្ដាំការផ្លាស់ប្ដូរទៅនៅជីវិតថ្មីដែលពោពេញទៅដោយគុណតម្លៃពិសេសគឺនៅក្នុងគ្រួសារតែម្ដងអ្នកនរគ្នាដូចជាអ្នកមួយចំនួនដូចជាទទួលបាននៅការគ្រប់គ្រងពីក្រុមគ្រួសារខ្លាំងណាល្អខ្លាំងមែនទែនពេលដែលឃើញការនេះខ្ញុំមានអារម្មណ៍ថាអ្នកមួយចំនួនដូចជាដល់ពេលវេលាដែលកើបតែម្ដងណាហើយមួយវិញទៀតណានៅក្នុងភាពជាមនុស្សដែលមានចរិតចាស់ទុំសន្តិភាពស្មោះត្រង់អាចថាអ្នកមួយចំនួនដល់ពេលវេលាដែលមានកូនចៅអ្នកខ្លះមានកូនចៅមានទម្ងន់ហើយឬក៏អាចថាសុខភាពផ្លូវចិត្តខាងក្នុងទទួលបាននៅសន្តិភាពហើយនិងភាពរីកចម្រើនស្ងប់សុខជាមនុស្សដែលស្ងប់ស្ងាត់ចាស់ទុំណានៅក្នុងជីវិតអាចថាទទួលបានរឿងរ៉ាវប្លែកៗចូលមកអញ្ចឹងយើងទៅមើលមានសារអ្វីដែលបន្ថែមពីសារ៉ុតអត់ណាហើយប្រសិនបើអ្នកនរឃើញវីដេអូនេះកុំភ្លេចជួយ share ចែករំលែកដើម្បីទទួលបាននៅធម្មពលវិជ្ជមានត្រឡប់ទៅវិញហើយកុំភ្លេចជួយមើលថាតើនៅក្នុងនេះវាជារឿងរបស់អ្នកនរគ្នាអត់ហើយកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងការគ្រប់គ្រងអ្នកនរគ្នានេះគឺជាការបង្ហាញពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុអាចថាអ្នកនរគ្នាមួយចំនួនដល់ពេលវេលាដែលនឹងទទួលបានណាមិនមែនត្រឹមតែលុយកាក់ឬក៏អូខេទទួលបានការគ្រប់គ្រងពីកន្លែងការងារហើយពិសេសគឺភាពកក់ក្ដៅគោលដៅដ៏រឹងមាំអាចថាជាភាពស្ងប់សុខអ្នកនរគ្នានៅក្នុងពេលនេះហាក់បីដូចជាមានភាពតាក់ទាញខ្លាំងណាគាត់ថាអ្នកនរគ្នានៅមានអារម្មណ៍ភ័យខ្លាចអ្នកនរគ្នាអាចថាកន្លងមកធ្លាប់មានដំណោះតោះតែឥឡូវនេះដល់ពេលវេលាដែលមានដំណោះស្រាយអ្នកនរគ្នាមានមនុស្សធ្លាប់ចំណែនប៉ុន្តែកាលនេះគឺឥឡូវវាដល់ពេលវេលាបញ្ចប់ហើយរឿងរ៉ាវទាំងអស់ហ្នឹងគឺវាបានបញ្ចប់ហើយណាមានដំណោះស្រាយបើសិនជាកន្លងមកអ្នកនរគ្នាភ័យខ្លាចជាមួយនឹងដំណោះតោះតែឬក៏ការចំណែនឈ្នានីសពីនរណាម្នាក់វាអាចថាដល់ពេលវេលាដល់ទីបញ្ចប់ហើយដោយតែខ្ញុំបាននិយាយខាងដើមអញ្ចឹងគឺការនឹងទទួលបានការផ្ដល់សារពីនរណាម្នាក់ដែលនៅឆ្ងាយអាចថាជាមនុស្សមួយដែលមកពី
ឆ្ងាយផ្ដោសារអាចថាជាដំណើរមនុស្សដែលមានសកម្មភាពយឺតយ៉ាវណាប៉ុន្តែក្នុងភាពជាអ្នកដឹកនាំគឺគេមានគ្រឹះរឹងមាំហើយស្ងប់មនុស្សម្នាក់ដែលមានភាពចាស់ទុំស្ងប់ស្ងាត់កាត់នេះគឺល្អខ្លាំងមែនទែនស្ងប់ស្ងាត់ដែលខ្ញុំបាននិយាយថាដំណាក់កាលមួយគឺពកពេញទៅដោយទ្រព្យធនណាទ្រព្យធនអាចថានៅក្នុងពេលនេះថារដ្ឋការក៏បានបង្ហាញដូចគ្នាជាមួយនឹងរុនខាតជាពេលវេលាគាត់ថាអ្នកនរគ្នាមានអារម្មណ៍ភ័យខ្លាចរាល់ការចំណាយឈ្នានីសណាកន្លងមកអ្នកនរគ្នាតតាំងគ្រប់រឿងរ៉ាវកាត់ផ្ដាច់ពីអាចថាដល់ពេលវេលាដែលត្រូវកាត់ផ្ដាច់ពីទំនាស់ខាងក្នុងខ្លួនវ៉ាវគូអាចថាអ្នកនរគ្នានឹងទទួលបានសារពីនរណាម្នាក់អាចថាពីតារានិកផាយស៊ីផងថាបាននៅក្នុងនេះអាចថាផាយស៊ីថរវកោខាពីខនក៏មានហើយចំណែកលេតាខូរ៉េសក៏មានអេរ៉េលីអូសុចិត្រីនៅក្នុងនេះតំណាងឲ្យនៃការកាត់ផ្ដាច់នៃម៉ាច់តាកាត់ផ្ដាច់រាល់ភាពស្មុគស្មាញបន្ទើសង្ស័យអញ្ចឹងអាចថាកាត់ផ្ដាច់រាល់រឿងរ៉ាវដែលធ្លាប់បានជួបពិសេសគឺទំនាស់តែម្ដងវ៉ាវភាពស្រុកស្ដាំនេះអាចថាដល់ពេលសំគួរនឹងទទួលអ្នកនរនេះនៅក្នុងនេះពាក់ព័ន្ធជាមួយនឹងការស្រីអខនស្រីអខាទៀតបានថាការតំណាងឲ្យការគ្រប់គ្រងនៅក្នុងពេលដែលអ្នកឃើញវីដេអូនេះអាចថាអ្នកមួយចំនួនកំពុងតែទទួលបាននៅការគ្រប់គ្រងខ្លាំងពីមនុស្សជុំវិញពិសេសអាចថានៅកន្លែងការងារនិងក្រុមគ្រួសារតែម្ដងណាអាចថាអ្នកទាំងនេះក្នុងពេលនេះមានមនុស្សដែលមានឋានៈខ្ពស់ជាងចាប់អារម្មណ៍ឬក៏មានមនុស្សម្នាក់ដែលមានភាពចាស់ទុំណាចាប់អារម្មណ៍នៅអ្នកទាំងគ្នាហើយក៏ដូចជាគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់អ្នកទាំងគ្នាមួយចំនួនណាខ្ញុំឃើញនៅក្នុងនេះហាក់បីដូចជាមានការគ្រប់គ្រងខ្លាំងអ្នកទាំងគ្នាទទួលបានការគ្រប់គ្រងពីគេខ្លាំងគ្រប់គ្រងនៅកន្លែងនេះគឺខ្ញុំឃើញថាគ្រប់គ្រងទៅលើអីគេគ្រប់គ្រងទៅលើការលើកទឹកចិត្តគ្រប់គ្រងទៅលើអីទៅលើលុយកាក់ការផ្ដល់ជំនួយអាចថាដល់ពេលវេលាមួយដែលអ្នកនរឲ្យនឹងទទួលបាននៅរឿងដែលសមនឹងទទួលបានអ្នកនរឲ្យតែងតែជួយដល់គេឯងជុំវិញណាហើយក្នុងរឿងស្នេហាវិញអ្នកនរអាចនឹងជួបមនុស្សម្នាក់ដែលមានភាពម្ចាស់ការភាពច្បាស់លាស់ហើយជាមនុស្សដែលមានចរិតចាស់ទុំណាមនុស្សដែលអាចជួយអ្នកទាំងរឿងហិរញ្ញវត្ថុទៀតណាស្នេហាមួយដែលមានការផ្ដល់ឲ្យនិងទទួលយកណាជាស្នេហាដែលអាចផ្ដល់ឲ្យគ្នាហើយនឹងទទួលបានមកត្រឡប់មកវិញនៅក្នុងនេះខ្ញុំឃើញបែបហ្នឹងណាឃើញថាអ្នកនរនឹងទទួលបានអ្វីពីគេហើយក៏គេនឹងផ្ដល់ឲ្យអ្នកនរគ្នាដូចគ្នាណាអញ្ចឹងបើសួរថាតើនៅក្នុងកាតនេះណាកាតនេះកំពុងតែនិយាយពីអ្វីខ្លះអំពីអ្នកនរគ្នាព្រោះអីវាបានបង្ហាញពីការដែលមកដល់ក្នុងពេលឆាប់សូមអ្នកនរធ្វើការអធិដ្ឋានណាប្រសិនបើគិតថាជារឿងរបស់ខ្លួនឯងអធិដ្ឋាន5នាទីទៅហើយសួរសំណួរក្នុងចិត្តខ្លួនឯងថាតើខ្លួនឯងចង់ដឹងអីណាព្រោះឯនៅក្នុងនេះខ្ញុំឃើញថាមានធម្មពលវិវត្តខ្លាំងណារឿងរ៉ាវល្អៗដូចខ្ញុំនិយាយចឹងណាក្នុងការនេះវាបកស្រាយសម្រាប់តែការកំសាន្តពិតមែនហើយការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនទោះបីជាមិនមែនជាការព្យាករណ៍ដែលអាចជាក់លាក់នៅក្នុងអនាគតប៉ុន្តែដូចខ្ញុំបានប្រាប់ដងចឹងរាល់ការវិនិច្ឆ័យនៅក្នុងការអានកាតគឺវាតែងតែប្រែប្រួលអាស្រ័យទៅលើទង្វើនិងសកម្មភាពរបស់យើងគាត់ថាអ្នកនរគ្នាទទួលយកតែអ្វីដែលសមស្របនឹងខ្លួនអ្នកនរគ្នាទៅហើយអ្វីដែលគិតថាមិនសមស្របនឹងក៏ប្រឡែងវាចោលទៅណាខ្ញុំឃើញនៅក្នុងនេះវាមានរឿងរ៉ាវជាច្រើនណាអ្នកដែលឃើញកាតនេះព្រឹត្តិការណ៍មួយនេះដែលអ្នកនរគ្នារងចាំជាយូរមកហើយកំពុងចាប់ផ្ដើមផ្លាស់ទីឬក៏បន្តដំណើរទៅរករឿងដែលល្អៗនៅខាងមុខអញ្ចឹងអាចថាមនុស្សម្នាក់នឹងត្រឡប់មករកអ្នកនរគ្នាវិញឬក៏មនុស្សថ្មីឱកាសថ្មីមួយនឹងបើកទ្វាររងចាំចម្លើយរបស់អ្នកនរគ្នាប៉ុន្តែអ្នកនរគ្នាត្រូវធ្វើការសម្រេចចិត្តដោយយុត្តិធម៌និងត្រឹមត្រូវព្រោះឯនៅក្នុងនេះវាមានការពាក់ព័ន្ធជាមួយនឹងភាពយុត្តិធម៌នៅក្នុងនេះមានមនុស្សដែលកំពុងតែសោកស្ដាយមានមនុស្សដែលព្យាយាមរកដំណោះស្រាយក្នុងការវិលចូលក្នុងជីវិតរបស់អ្នកនរគ្នាវិញណាមនុស្សនៅក្នុងអតីតកាលហើយមួយវិញទៀតក៏មានមនុស្សដែលច្រណែននឹងអ្នកនរគ្នាអាចថាច្រណែននៅកន្លែងការងារច្រណែននឹងជីវិតស្នេហាព្រោះឯគេមានអារម្មណ៍ថាច្រណែនសោកស្ដាយណាហើយជីវិតរបស់អ្នកនរគ្នាក៏នឹងសំទទួលបានព្រោះឯនៅក្នុងនេះកាតដែលមានភាពម្ចាស់ការកាតពីរនេះខ្លាំងណាភាពជាអ្នកដឹកនាំស័ក្តិសមណា
មនុស្សដែលស័ក្តិសមមនុស្សដែលមានភាពជាអ្នកដឹកនាំមនុស្សដែលមានណាព្រោះដែលរងមផ្នែកហិរញ្ញវត្ថុទៀតផងណានឹងចឹងបានថានៅក្នុងជីវិតរបស់អ្នកនរហ្នឹងនឹងជួបអ្វីមួយដែលប្លែកជាងមុនណាដូចខ្ញុំបានប្រាប់ចឹងកាតហ្នឹងវាបង្ហាញថាអ្នកនរកំពុងឈានបោះជំហានចូលទៅក្នុងវគ្គថ្មីមួយនៃជីវិតណាដោយសារនៅក្នុងនេះវារួមទាំងភ្ជាប់ខ្ញុំបូកបញ្ចូលកាតទាំងពីរជាមួយគ្នាណាទី1ជារាពាក់ព័ន្ធជាជារានេះគឺជារូនខាតណាในการប្រមូលផលណាពាក់ព័ន្ធជាមួយថាការប្រមូលផលអ្វីដែលអ្នកនរខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមកណាវានឹងចាប់ផ្ដើមឲ្យផលវិញណាចាប់ផ្ដើមឲ្យផលវិញណាអ្វីដែលអ្នកនរខំប្រឹងប្រែងហើយនឹងជំនះវានឹងឲ្យផលត្រឡប់មកវិញណាវានឹងចាប់ផ្ដើមឲ្យផលវិញវាមិនមែនជាសំណាងដែលធ្លាក់ទៅលើមេទេវាគឺជាការខិតខំប្រឹងប្រែងការដែលអ្នកជួយអ្នកដទៃហើយអ្នកក៏សំនឹងទទួលបាននូវផលទាំងអស់នឹងត្រឡប់មកវិញណាយុត្តិធម៌តែងតែមានសម្រាប់ណាមិនថាយើងធ្វើល្អឬក៏អាក្រក់ទេគឺសម្រាប់ភាពយុត្តិធម៌ភាពត្រឹមត្រូវដែលទទួលបានជាលក្ខណៈកម្មផលអីហ្នឹងធ្វើកម្មល្អបានផលល្អធ្វើកម្មអាក្រក់បានផលអាក្រក់អាហ្នឹងដែលគេនិយាយអញ្ចឹងវាជារឿងដែលស័ក្តិសមនឹងទទួលនៅអ្វីមួយដែលអ្នកអស់ឲ្យធ្លាប់ដល់គេនៅក្នុងនេះណាវាអាចជារង្វាន់នៃការអត់ធ្មត់កន្លងមកទោះបីវាមិនមែនជាសំណាងធ្លាក់លើមេឃប៉ុន្តែវាជាសំណាងនៃការដែលអ្នកឲ្យផ្ដល់ឲ្យអ្នកដទៃខិតខំគ្រប់យ៉ាងណានេះវាជាសំណាងរបស់អ្នកទាំងគ្នាផ្ទាល់ដែលព្យាយាមមិនបោះបង់ណាហើយណាដូចខ្ញុំបានប្រាប់ចឹងនៅក្នុងនេះវាមានទាំង Three of Pentacles ពាក់ព័ន្ធជាមួយនឹងកាតនេះអញ្ចឹងវាបង្ហាញថាកិច្ចសហប្រតិបត្តិការឬក៏គម្រោងថ្មីដែលអាចមានមនុស្សចូលមកជួយឬក៏មានអ្នកដែលមើលឃើញពីសមត្ថភាពរបស់អ្នកទាំងគ្នាមនុស្សដែលឃើញសមត្ថភាពរបស់អ្នកទាំងគ្នានេះគឺពួកមនុស្សនេះណាពួកមនុស្សទាំងនេះពួកមនុស្សទាំងអស់នេះគេឃើញអ្នកទាំងគ្នាក្នុងអត្ថន័យមួយណានេះខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងរឿងការងារសិនអាចថាមានមនុស្សដែលមានឋានៈធំជាងខ្ពស់ជាងគេឃើញពីសមត្ថភាពភាពអង្អាចណាដោយសារអ្នកទាំងគ្នាហ្នឹងគឺដោយសារអ្នកទាំងគ្នាហ្នឹងមានទំនុកចិត្តខ្លាំងជាងមុនជាមនុស្សមានមនុស្សជាច្រើនចាប់អារម្មណ៍លើសមត្ថភាពនិងបុគ្គលិកលក្ខណៈរបស់អ្នកទាំងអស់គ្នាតាមរយៈភាពតាក់ទាញរបស់អ្នកទាំងគ្នាហ្នឹងភាពតាក់ទាញដល់សមត្ថភាពគឺជាភាពសោះស្អាតដែលមិនចេះរីងស្ងួតទេអ្នកទាំងគ្នានេះសមត្ថភាពអញ្ចឹងនៅក្នុងនេះវាជារឿងមួយដែលល្អខ្លាំងមែនទែនប៉ុន្តែនៅក្នុង Age of Swords នេះវាប្រាប់ថាការរារាំងដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកនេះគឺការដែលអ្នកនេះសង្ស័យលើសមត្ថភាពខ្លួនឯងប្រសិនបើអ្នកនេះហ៊ានដោះស្រាយការភ័យខ្លាចទ្វារថ្មីនឹងបើកទៅរកអ្នកនេះណាអ្នកនេះភ័យខ្លាចអ្នកនេះធ្លាប់មានកំហុសឆ្គងនៅក្នុងអតីតកាលណាធ្លាប់មានកំហុសឆ្គងនៅក្នុងអតីតកាលដូច្នេះអ្នកនេះមានអារម្មណ៍ភ័យខ្លាចឬក៏មនុស្សដែលចង់វិលត្រឡប់ចូលក្នុងជីវិតរបស់អ្នកទាំងអស់គ្នានឹងគឺជាមនុស្សម្នាក់ដែលមានអារម្មណ៍ថាខ្លួនឯងខុសឆ្គងមានកំហុសជាមួយនឹងអ្នកទាំងអស់គ្នាគេភ័យខ្លាចអ្នកទាំងអស់គ្នានឹងមិនទទួលយកនៅការឆ្លើយតបវិជ្ជមានទៅលើគេវិញណាដោយសារតែបែបដូចនេះហើយណាទើបគេមានអារម្មណ៍ថាភ័យខ្លាចណាហើយនៅក្នុងនេះដោយសារវាមានកាតមួយគឺពាក់ព័ន្ធជាមួយនឹង Five of Wands ដែលមាន Reverse អញ្ចឹងរាល់ចំនួនមានការគប់ជែងកំពុងស្ងាត់ទៅវិញណាដំណោះស្រាយលេចចេញជារូបរាងអ្នកអាចចាប់ផ្ដើមបញ្ចប់នៅការភ័ន្តច្រឡំជាមួយនរណាម្នាក់នៅក្នុងជីវិតណាឬក៏ការយកច្រឡំអីត្រូវបានដោះស្រាយបកស្រាយបើថាមានការយកច្រឡំក្នុងតំណែងស្នេហាគឺវាបានដោះស្រាយរួចហើយបើសិនចំពោះអ្នកដែលមានគូវិញណាអញ្ចឹងការភ័ន្តច្រឡំរវាងសង្សារឬក៏ប្តីប្រពន្ធចាប់ផ្ដើមមានដំណោះស្រាយចាប់ផ្ដើមលោកអឿនឡើងវិញដោយសារនៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងNine of Cups វិញបើ Nine of Cups នេះគឺពាក់ព័ន្ធជាមួយនឹងធម៌ពលថ្មីមួយវាពាក់ព័ន្ធជាមួយនឹងធម៌ពលនៃក្តីស្រឡាញ់វាអាចថាជាដំណឹងល្អជាសារសំណើសុំឬក៏ការអញ្ជើញពីនរណាម្នាក់សម្រាប់អ្នកខ្លះវាអាចជាការចាប់ផ្ដើមទំនាក់ទំនងថ្មីឬក៏ការផ្សះផ្សាណាជាសារពីមនុស្សដែលមានបំណងលើជីវិតរបស់អ្នកគ្នាមនុស្សដែលមានការក្តីស្រឡាញ់ចំពោះអ្នកគ្នាអញ្ចឹងណាហើយកុំភ្លេច Justice វាបង្ហាញការពិតនឹងត្រូវបានលាតត្រដាងប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាមិនបានទទួលនៅយុត្តិធម៌ឥឡូវវាដល់ពេលវេលាហើយណាស្ថានភាពនឹងចាប់បានមានសន្តិឡើងវិញមានអារម្មណ៍ថាអ្វីទទួលបានយុត្តិធម៌មកវិញណាម
មួយវិញទៀតនៅក្នុងនេះក៏មាន Emperors ណាហើយមាន Six of Pentacles នៅក្នុងនេះវាអាចថាអ្នកនរនឹងមានស្ថិរភាពណាកិច្ចការងាររបស់អ្នកនរនាំមកនៅស្ថិរភាពការដឹកនាំការសម្រេចចិត្តដ៏រឹងមាំអាចជួយឲ្យអ្នកនរឬក៏អ្នកអាចជួយមនុស្សដែលមានឥទ្ធិពលឬក៏អាចខ្លាចជាអ្នកដឹកនាំក្នុងការងារឬក៏ត្រូវបានអ្នកដឹកនាំរបស់អ្នកនរនឹងផ្ដល់ទំនុកចិត្តដល់អ្នកនរជាមុនណាគេឃើញអ្នកនរជាមនុស្សដែលមានម្ចាស់ការលើជីវិតមនុស្សដែលរឹងមាំណាហើយអ្វីដែលពិសេសគឺនេះអ្នកនរនឹងទទួលបានជំនួយជាសាច់ប្រាក់ជាឱកាសដែលជួយឲ្យមានស្ថិរភាពហិរញ្ញវត្ថុល្អប្រសើរឡើងនៅក្នុងជីវិតណាហើយក៏មានពាក់ព័ន្ធជាមួយនឹង Seven of Swords វារំលឹកឲ្យអ្នកនរចេះប្រុងប្រយ័ត្នចំពោះមនុស្សដែលមិនបង្ហាញគោលបំណងពិតប្រាកដណាមួយវិញទៀតមិនចាំបាច់តែជាការក្បត់ទំនុកចិត្តរឿងស្នេហាអីទេវាអាចថាកន្លងមកនោះអ្នកនរមានការក្បត់ចិត្តមានការបោកប្រាស់ទំនុកចិត្តពីភាគីដៃគូក៏ថាបានដែរប៉ុន្តែឥឡូវនេះគាត់អ្នកនរប្រសិនបើមានស្នេហាថ្មីចូលមកគាត់តែប្រុងប្រយ័ត្នណាទៅលើអ្វីប្រុងប្រយ័ត្នចំពោះការត្រួតពិនិត្យពិសេសគឺការមើលព័ត៌មានជំវិញការសន្យាអ្វីមួយឲ្យបានច្បាស់លាស់បើចំពោះការងារអីណាមុនសញ្ញាកងត្រាទៅលើការងារអីមួយត្រូវប្រុងប្រយ័ត្នវាអាចមានការកុហកការបន្លំនៅកិច្ចសន្យាអីមួយណាជាវៀងក្តីក្តាំងណាបើអាចជាវៀងក្តីក្តាំងព្រោះនៅក្នុងនេះវាមានទាំងការកេងប្រវ័ញ្ចមានទាំងចាស់ស្តិចអញ្ចឹងអ្វីក៏ដោយត្រូវប្រុងប្រយ័ត្នហើយចិត្តល្អដឹងតែជាបនដែរប៉ុន្តែកុំចិត្តល្អជ្រុលពេកណានៅក្នុងនេះវាមានមនុស្សដែលឃើញភាពស្រស់ស្ដំរបស់អ្នកនរគ្នាគេដឹងថាអ្នកនរជាមនុស្សដែលរឹងមាំជាមនុស្សដែលមានភាពតាក់ទាញណាទោះបីជាអ្នកនរមានសំណាងល្អច្រើនក៏ដោយក្នុងនេះវាបង្ហាញពីអ្នកនរនឹងមានសំណាងល្អច្រើនអញ្ចឹងទើបវាធ្វើឲ្យមនុស្សជុំវិញចំណែនអ្នកនរមានភាពតាក់ទាញខ្លាំងតាក់ទាញទាំងទំនុកចិត្តពីចវាយនាយទៀតណាអញ្ចឹងហើយទើបមានមនុស្សចំណែនអញ្ចឹងមុនពេលដែលសញ្ញាកងត្រាយមួយត្រូវប្រុងប្រយ័ត្នណាប្រយ័ត្នទៅលើការកុហកការភ័ន្តបន្លំណាហើយមួយនេះទៀតវាគឺជាការពាក់ព័ន្ធជាមួយនឹងភាពជោគជ័យវាបង្ហាញថាបន្ទាប់ពីឆ្លងកាត់នូវឧបសគ្គអ្នកនរគ្នាអាចនឹងវាស្នាអាចនឹងរុញច្រានអ្នកនរគ្នាហ្នឹងឲ្យទៅគម្រោងជីវិតខាងមុខបានរត់តែប្រសើរអាចថាសម្គាល់តាមរយៈការធ្វើដំណើរការផ្លាស់ប្ដូរដ៏សំខាន់ផងដែរនៅក្នុងជីវិតណានៅក្នុងនេះគឺឆន្ទៈឆ្ពោះទៅខាងមុខណាអញ្ចឹងត្រូវមើលឲ្យបានប្រសើរណាហើយអ្វីដែលពិសេសកាតនៅក្នុងនេះកាតដែលស្អាតសម្រាប់រឿងស្នេហាគឺកាតនេះណាកាតនេះឯងណាកាតនេះវាបង្ហាញថាអ្នកនរគ្នាហ្នឹងណាកំពុងតែណាជួបមនុស្សដែលអាចថាជាតំណែងស្នេហាថ្មីអាចសម្គាល់តាមរយៈជួបជុំមនុស្សសំខាន់អាចថាការផ្សះផ្សាឬក៏ភាពជាដៃគូក្នុងការងារឬក៏ស្នេហានៅក្នុងនេះអញ្ចឹងហើយក៏មានស្ថិរភាពពាក់ព័ន្ធជាមួយនឹងផ្នែកហិរញ្ញវត្ថុឬចម្រើនខ្លាំងនៅក្នុងនេះបើសិនបើអ្នកនរកំពុងតែខិតខំទៅលើការងារអាជីវកម្មកាតនេះវាបង្ហាញថាជាសញ្ញាអាចឃើញនៅលទ្ធផលមានតម្លៃថ្លៃគួរសមណាចំពោះរឿងស្នេហាអាចថាមានតំណែងច្បាស់លាស់ណានៅក្នុងនេះវាមានតំណែងកាន់តែច្បាស់លាស់អាចមានសារឬក៏ដូចខ្ញុំបាននិយាយចឹងវាអាចថាអ្នកនរនឹងទទួលសារពីនរណាម្នាក់មកណាអាចថានឹងទទួលបានសារពីនរណាម្នាក់តាក់ទងមកសម្រាប់អ្នកដែលនៅលាវអាចជួបមនុស្សដែលមានបំណងច្បាស់លាស់មានបំណងរឹងមាំមានគោលការណ៍ច្បាស់លាស់ណាហើយមើលចំពោះរឿងលុយកាក់វិញអាចទទួលបានឱកាសថ្មីជំនួយលទ្ធផលនៃការខិតខំនឹងចាប់ផ្ដើមបង្ហាញណាប៉ុន្តែអ្វីដែលគួរប្រុងប្រយ័ត្នគឺកិច្ចព្រមព្រៀងដែលខ្ញុំនិយាយហើយនិយាយទៀតណាកិច្ចព្រមព្រៀងណាដែលមិនច្បាស់លាស់ប្រយ័ត្នក្នុងការកេងបន្លំណាដោយសារកាតនេះវាមានការកេងបន្លំហើយនឹងចាស់ស្តិចចេញមកយុទ្ធធម៌អញ្ចឹងត្រូវប្រុងប្រយ័ត្នណាហើយបើសំពោះការងារវិញគឺមានឱកាសសហការអ្នកខ្លះអាចឡើងតួនាទីតាមរយៈគម្រោងដែលធ្លាប់ជាប់ទាំងអាចចាប់ផ្ដើមដំណើរការឡើងវិញការសម្រេចចិត្តដល់ភាពជឿជាក់និងស្មោះត្រង់អាចនាំទៅរកជោគជ័យនិងកើតមានប្រសិនបើអ្នកនរឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើកិច្ចសន្យាមួយចំនួនមុនពេលដែលចុះកុងត្រាហើយដោយសារអ្នកនរមានការដ៏សំណាងនេះណាគឺមានវាជាការបង្ហាញពីផលនៃការខំប្រឹងប្រែងកន្លងមកពីមកដល់ហើយណាហើយការគ្រប់គ្រងពីក្រុមគ្រួសារដែលខ្ញុំនិយាយចឹងគឺទទួលបានមរតកឬក៏ស្អីហ្នឹងវាអាចសាងគ្រឹះដ៏រឹងមាំណា
haiមួយទៀត invoice បានន័យថាការចាប់ផ្ដើមនឹងការរីកចម្រើនបន្ទាប់ពីរយៈពេលដែលស្ងប់ស្ងាត់គាំងបែរថាវាជាភាពចាស់ទុំបែរថាវាជាសន្តិភាពវាជាការទទួលបាននៅមរតកឬក៏អ្នកខ្លះអាចថាមានការបង្កកំណើតអាចថាការកកើតអ្វីមួយថ្មីនៅក្នុងជីវិតក៏ដូចជាការលូតលាស់ផ្នែកស្មារតីការងារណាបើអ្នកមានគ្រួសារអាចថានឹងមាន baby អញ្ចឹងនៅក្នុងនេះថាមកពណ៌ដែលពាក់ព័ន្ធជាមួយនឹងអ្នកអត់ខ្លាំងខ្ញុំឃើញវាមាន Leo Leo សេចក្ដីហើយក៏មាន Gemini Libra អក្រេប៉ុន្តែមាន Libra ខ្លាំងព្រោះពាក់ព័ន្ធជាមួយ Justice ហើយក៏មាន Cancer និង Capricorn ដែរនេះអញ្ចឹងសញ្ញាធំៗដែលកំពុងមកមនុស្សម្នាក់ដែលនឹងនាំដំណឹងល្អឬក៏នឹងឱកាសថ្មីចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាហ្នឹងណាអញ្ចឹងអ្វីដែលអ្នកទាំងគ្នានឹងទទួលបានអ្នកទាំងគ្នារងចាំយូរពេលនេះវាសនាកំពុងតែចាប់ដើមផ្លាស់ប្ដូរឲ្យអ្នកទាំងគ្នាណាអូខេអញ្ចឹងខ្ញុំអរនិយាយអ្នកទាំងគ្នាបើគិតថាត្រូវក៏ share ចែករំលែកហើយបើគិតថាខុសទេអររំលងចាស់ណាអរគុណចាស់បាយបាយ see you